បន្ទាន់តំបន់មួយនេះផ្ទុះឆ្លងកូវីដថ្មីចំនួន301នាក់ខណៈអ្នកឆ្លងចេញពីថៃនិងសហគមន៍មានចំនួនច្រើនគួរឲ្យព្រួយបារម្ភបងប្អូនជាទីគោរពរាប់អានយើងងាកមកមើលខេត្តបន្ទាយមានជ័យដែលបញ្ហាជំងឺ Covid នៅតែជារឿងដ៏ក្តៅគគុកបន្ទាប់ពីខេត្តមួយនេះជាប់ព្រំដែនថៃអញ្ចឹងពលករដែលគាត់អាចវិលចូលបានហើយនៅក្នុងន័យនេះផងដែរប្រជាពលរដ្ឋជាច្រើនដែលឆ្លងមកពីខេត្តបន្ទាយមានជ័យដែលត្រូវបានរកឃើញថាជាពលរដ្ឋដែលគាត់វិលចេញមកពីប្រទេសថៃហើយចូលមកតាមច្រកផ្សេងៗដើម្បីទទួលនឹងការព្យាបាលរដ្ឋបាលខេត្តលោកក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសុខភាពប្រជាជននិងបញ្ហាសុខភាពសាធារណៈដើម្បីជួយសង្គ្រោះប្រជាជនឲ្យបានទាន់ពេលវេលាប៉ុន្តែយ៉ាងណាក៏ដោយបញ្ហានៅតែកើតមានមិនចេះចប់មិនចេះហើយដោះស្រាយមិនទាន់ចប់ដោយសារតែជំងឺ Covid នៅតែរាតត្បាតខ្លាំងនៅក្នុងប្រទេសជិតខាងរបស់យើងជាពិសេសប្រទេសថៃដូច្នេះហើយពលករដែលពួកគាត់វិលត្រឡប់ចេញមកពីប្រទេសថៃមានចំនួនច្រើននៅក្នុងមួយថ្ងៃដែលធ្វើឲ្យខេត្តនៅតាមបណ្ដាព្រំដែនត្រូវរងសម្ពាធនៃករណីឆ្លងនៃជំងឺ Covid ជាពិសេសដូចជាបញ្ហានៅពេលបច្ចុប្បន្ននេះអញ្ចឹងពលករដែលវិលត្រឡប់មកពីប្រទេសថៃភាគច្រើនដែលត្រូវរកឃើញថាពួកគាត់មានវិជ្ជមាននៃជំងឺ Covid Delta ដែលជាជំងឺ Covid មានប្រភពមកពីប្រទេសឥណ្ឌាហើយក៏ជាជំងឺ Covid បំលែងថ្មីផងដែរយ៉ាងណាក៏ដោយសូមបងប្អូននៅតាមបណ្ដាខេត្តសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅរសៀលថ្ងៃទី31ខែកក្កដាឆ្នាំ2021នេះបើយោងទៅតាមរដ្ឋបាលខេត្តបន្ទាយមានជ័យលោកបានចេញនៅសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យបន្តរកឃើញអ្នកឆ្លងជំងឺ Covid ថ្មីចំនួន301នាក់និងមិនទាន់មានអ្នកជាសះស្បើយនៅឡើយសម្រាប់ថ្ងៃទី31ខែកក្កដាឆ្នាំ2021នេះគួរបញ្ជាក់ផងដែរថារដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅក្នុងថ្ងៃទី31ខែកក្កដាឆ្នាំ2021នេះមិនទាន់មានករណីជាសះស្បើយនៃជំងឺ Covid តែបើយោងទៅតាមលទ្ធផលតេស្តរហ័ស Rapid Test មន្ទីរពិសោធន៍ជាតិភ្នំពេញ NIPH នៅក្នុងថ្ងៃទី30ខែកក្កដាឆ្នាំ2021បានរកឃើញអ្នកវិជ្ជមាននៃជំងឺ Covid ថ្មីដែលជាករណីឆ្លងមកនៅក្នុងព្រឹត្តិការណ៍សហគមន៍20កុម្ភៈឆ្នាំ2021និងពលករដែលវិលត្រឡប់ចេញមកពីប្រទេសថៃដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្តបន្ទាយមានជ័យលើបរិសុទ្ធស្ត្រីជនជាតិខ្មែរចំនួន301នាក់ដែលនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានរកឃើញថាវិជ្ជមាននៃជំងឺ Covid ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅតាមបណ្ដាខេត្តក៏ដូចជានៅតំបន់ផ្សេងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីព្រោះថានៅពេលបច្ចុប្បន្ននេះបញ្ហាជំងឺ Covid នៅតែជារឿងមួយគួរឲ្យព្រួយបារម្ភនិងនៅតែជារឿងមួយគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺមួយនេះកំពុងតែរីករាលដាលខ្លាំងនៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសជាតិរបស់យើងដែលបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងផងដែរដូច្នោះព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូម Subscribe និង Like